សួស្តីបងប្អូនគ្នាសម្រាប់បងប្អូនយើងដែលចង់ស្ដាប់ចម្រៀងនៅលើកម្មវិធី YouTube ណាប៉ុន្តែយើងស្ដាប់នៅលើ YouTube វាមានវិជ្ជាកម្មអញ្ចឹងកម្មវិធី3នេះបាទ app 3នេះជួយបងប្អូនគ្នាអាចស្ដាប់ចម្រៀងនៅលើ YouTube បានគឺបាទมันមានវិជ្ជាកម្មទេវាមិនមែនថាมันមានសោះហើយវាមានមួយដែរពីរដែរបងប្អូនណាបាទប៉ុន្តែវាមិនមានញឹកនៅ YouTube អញ្ចឹងណាអញ្ចឹងបងប្អូនចង់ដឹងថាកម្មវិធី app ទាំង3មុខនេះបាទមានឈ្មោះអីខ្លះបងប្អូនមើលព្រោះខ្ញុំដល់គ្នាអញ្ចឹងបងប្អូនចូល App Store មកបងប្អូនណាបាទចូល App Store មកបងប្អូនចុចពាក្យ search បាទ search យកពាក្យថាបាទ FreeTube បាទវាយតាមខ្ញុំមកបាទ FreeTube បាទខាងលើគេនេះបងណាបាទខាងលើគេនេះចុចលើពាក្យ pre-tube ហ្នឹងមកបាទបន្តមកបងចុចទៅលើនេះបាទនេះ app របស់វាណាបងបាទចុច open មកបើសិនជាបងប្អូនអត់ download បាទចុច download មកណាចុច get អីមកអញ្ចឹងយើងចុច open មកបាទសារខ្ញុំឆ្លាប់ download ហើយអញ្ចឹងណាបាទអញ្ចឹងឃើញកម្មវិធីរបស់វាគឺមានតម្រងដូច YouTube អញ្ចឹងអញ្ចឹងបងប្អូនយើងអាចធ្វើការស្ដាប់ចម្រៀងបាទមិនថាចម្រៀងណាដែលបងប្អូនចូលចិត្តទេបងប្អូនអាចស្ដាប់ lock screen បានទេបងប្អូនណាបាទយើង search ចម្រៀងដែលបងប្អូនចូលចិត្តមកខ្ញុំសូម search មិនថាចម្រៀងមិនថារឿងបងប្អូនណាបាទអាច search បានតាមការចង់បានរបស់បងប្អូនសម្រាប់ខ្ញុំបាត់ដាក់ចម្រៀងទៅខ្លាចជាប់ copyright របស់គេអញ្ចឹងខ្ញុំដាក់មហូបមុខមហូបបាទ channel មុខមហូបនេះបងប្អូនអាចស្ដាប់ចម្រៀងក៏បានបាទអាចស្ដាប់ក៏ដូចជាបាទអីផ្សេងៗក៏បានដែរហើយវាមាននេះកម្មវិធី picture in picture ផងដែរបងប្អូនណាអាចមើលវីដេអូនឹងបានក៏ដូចជាមើលក៏ដូចជាអាចចូល TikTok Facebook អីចឹងបានទៀតបាទយើងអាចឬក៏អាចចូល note ចូលអីបានតាមចឹងណាបាទវាលយមែនតើហើយចំពោះកម្មវិធីនេះបងអាច lock screen បានបងណាបាទចេញ lock screen ចេញមកឃើញវានៅដំណើរការគេណានាទីវានៅដើរទេបងណាបាទអញ្ចឹងគឺតំណងមែនតើចឹងសូមអត់បើកសលេងDiscord នេះឲ្យលឺទេដោយសារវារំខានអញ្ចឹងបងណាបាទគ្រាន់ចង់បង្ហាញបងថាកម្មវិធីមួយហ្នឹងវាអាចស្ដាប់ចម្រៀងលើ YouTube បាទដូច YouTube អញ្ចឹងបាទវាតំណងមែនតើអញ្ចឹងបងអាចមិនថាចម្រៀងមិនថាវីដេអូផ្សេងៗអាចមើលបានដូចគ្នាបងប្អូនបើសិនជាបងប្អូនខ្ជិលមើលវីដេអូក្នុង YouTube អីវាលក្ខណៈថាវិជ្ជាកម្មពេកអាចមើលវីដេអូតាម app ហ្នឹងបានដែរបាទអញ្ចឹងនេះ app ទី1សម្រាប់ app ទី2ដែលមានឈ្មោះថាបងយើងចូលមកកាន់ App Store មកបងណាបាទចូលមកកាន់ App Store មកចុចឡើងពាក្យ search នេះយើងលុបឈ្មោះមិញចេញបងចុចយកពាក្យថា Supi Player បាទ Supi Player បងណាបាទនេះចុច search មកចឹងនេះបាទ logo មួយនេះបងណាពណ៌ខ្មៅនេះបាទឃើញ Supi for YouTube ហ្នឹងចុច open មកបើសិនជាបងប្អូនអត់ download ដល់ចុច download មកចឹងកន្លែងនេះវាទទេស្អាតបែបនេះបងប្អូនណាអត់មានអីទេអញ្ចឹងបងចង់លក្ខណៈចារកចម្រៀងលើ YouTube អីនេះបងចុចចូលញ៉ាបូកនេះញ៉ា search ខាងលើនេះមកបាទអញ្ចឹងវាចេញមកតម្រង YouTube របស់យើងអញ្ចឹងចុច search មកបងណាចុច search ចម្រៀងដែលបងប្អូនចង់បានមកបាទខ្មែរសអញ្ចឹងមកបាទអញ្ចឹងយើងចេញមកនេះបងណាបាទឃើញទេបទចម្រៀងបាទពីរោះដែលបងប្អូនចង់ស្ដាប់ហ្នឹងបាទដាក់ចូលមកតោះនេះបងប្អូនបាទបទនេះចុះបាទអញ្ចឹងយើងចាក់នេះហើយយើងសាក់ lock screen មើលថាតើវាដំណើរការអត់បាទនេះបងណាបាទអាចស្ដាប់ចម្រៀង lock screen បានណានេះយ៉ាម្ដងទៀតនេះចុចមកបាទអញ្ចឹងមកនេះបាទអាចស្ដាប់ lock screen បានហើយកម្មវិធីមួយនេះគឺយើងអាចធ្វើការ download ដើម្បីនៅពេលដែលយើងអត់មានអ៊ីនធឺណិតណាបងណាអាចធ្វើការ download ចម្រៀងហ្នឹងដើម្បីទុកស្ដាប់នៅពេលដែលទូរស័ព្ទដៃរបស់យើងអត់មានអ៊ីនធឺណិតអីផងដែរនេះចុចលើនេះខាងក្រោមនេះចុចលើពាក្យ download ហ្នឹងមកអញ្ចឹងវាដំណើរការឲ្យយើងហើយបងណាបាទអញ្ចឹងបន្ទាប់ពីវាវិលចប់សព្វគ្រប់វាចេញឲ្យយើងបងចង់ down ជាលក្ខណៈសំឡេងឬក៏វីដេអូបានតាមចិត្តបាទចុច download តាមហ្នឹងមកអូខេអញ្ចឹងអាទី2គឺបែបហ្នឹងឯងបងណាបាទអាចស្ដាប់ចម្រៀងលើបាទ lock screen របស់យើងបានយើងដេកស្ដាប់ពេលយប់ទៅបាទកំដរអារម្មណ៍យើងស្ដាប់ YouTube វាចេញ load app នីតិកម្ម play plot ធ្វើឲ្យយើងពិបាកស្ដាប់អញ្ចឹងណាអញ្ចឹងបន្ទាប់ពីកម្មវិធីទី2របស់យើងគឺយើងមានកម្មវិធីមួយទៀតបាទ app មួយទៀតបាទកម្មវិធីទេ app បាទ app នេះបងយើងចូល App Store របស់យើងមកបងចុច search ពាក្យថា Utify បងណាបាទ Utify យ៉ាបៃខុស Utify បាទនេះយ៉ាបៃខុសដែរបង Utify បាទវាយអត់បានមើលអេក្រង់បាទអញ្ចឹងនេះកម្មវិធីរបស់វានេះគឺមួយនេះបងណា Utify ចាពណ៌ខ្មៅហ្នឹងចុច open ហ្នឹងមកបងបាទគឺងាយមែនតើនេះយើងចុចបងដាក់ name ដាក់ឈ្មោះអីគេដាក់ចេះដាក់ឈ្មោះទៅបាទដាក់ឈ្មោះទៅបងនៅណា USA ឬក៏កម្ពុជាបាទដាក់តាមហ្នឹងមកអានេះយើងដាក់ទៅដើម្បីងាយស្រួលការប្រើប្រាស់ខ្លួនយើងអញ្ចឹងណាបាទដាក់ណាក៏បានដែរបន្តមក finish មកបាទហើយចម្រៀងនៅទីនេះវាមានច្រើនបងប្អូនអញ្ចឹងអាកម្មវិធីនេះពេលបើកដំបូងឡើយគឺវាមានពាណិជ្ជកម្មអញ្ចឹងបងណាបាទអញ្ចឹងបងអាចធ្វើការជ្រើសរើសបាទមើលទៅនេះមានខ្មែរមានអីអញ្ចឹងណាបងអាច search អា album search ចំណងជើងអីតំណងមកគេដែរបាទចំពោះ app មួយនេះអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តបាទមិនថា app មួយណាបាទមិនថា app ទាំង3មុខនេះបាទមួយ app មួយណាដែលបងប្អូនចង់បានធ្វើការស្ដាប់អញ្ចឹងណាបាទនិយាយបញ្ញាប់ពេកជាប់តតិបាទមិនថា app បាទ Supi Player មិនថា app បាទ Utify មិនថា app FreeTube ទេបងអាចយើងធ្វើការស្ដាប់ចម្រៀងនៅលើបាទ
កម្មវិធីទូរស័ព្ទដៃរបស់យើងនេះបាទដែល lock screen បានងាយស្រួលមែនតើហើយចំពោះកម្មវិធីណា3ហ្នឹងបងប្អូនគិតថាចូលចិត្តមួយណាស្ដាប់មួយហ្នឹងទៅបងប្អូនណាបាទអត់មានចោតជាបញ្ហាទេសុទ្ធតែជាកម្មវិធីដែលយើងអាចស្ដាប់ចម្រៀងលើ lock screen បានបាទងាយមែនតើមិនថាមួយនេះមិនថាមួយនោះទេហើយបើសិនជាបងប្អូនចូលចិត្ត channel អំពី channel ធ្វើម្ហូបណាបងប្អូនអាចទស្សនា channel របស់ខ្ញុំនេះមួយបានបងប្អូនណាបាទអានេះប្រម៉ូទតិចចុះបាទអញ្ចឹងអាចស្ដាប់ YouTube បាទនៅលើ channel របស់ខ្ញុំបានអានេះបាទគឺដំណើរការស្ដាប់អាចដេកស្ដាប់ខ្ញុំធ្វើម្ហូបអីបានអញ្ចឹងបងប្អូនបាទអធិស្ឋានបាទនិយាយលេងទេអញ្ចឹងកម្មវិធីចំពោះការបង្ហាញពីវិធីនៃការបាទបង្ហាញកម្មវិធីស្ដាប់ចម្រៀង YouTube ដែលមានតែប៉ុណ្្នឹងឯងហើយមួយវិញទៀតបើសិនជាបងប្អូនគេស្ដាប់ YouTube នៅពេលយប់ណាបងប្អូនណាបាទគេស្ដាប់នៅពេលយប់យើងអាចថាបើកកម្មវិធីទាំង3មុខនេះហើយបាទកម្មវិធីមួយនេះស្ដាប់ហើយយើងអត់ចង់ឲ្យអ៊ីនធឺណិតរបស់យើងដំណើរការចោលណាបងប្អូនបាទអាចអស់អ៊ីនធឺណិតទៅបើសិនជាបងប្អូនប្រើ Wi-Fi វាមិនអីណាតែបើយើងប្រើ 3G 4G គឺវាអស់លុយអញ្ចឹងបងអាចធ្វើការកំណត់ឲ្យវាបិទអូតូនៅម៉ោង11យប់ឬក៏12យប់បានដល់ពេលយើងគេងលក់ហើយយើងអាចងើបមកបិទចម្រៀងបិទអីបានទេតែដល់ពេលយើងដេញអ៊ីនធឺណិតទៅចម្រៀងគឺវាបិទតាមនឹងដែរអញ្ចឹងណាយើងបងអាចធ្វើការចូលបើសិនជាបងប្អូនប្រើ iPhone បាទមាន shortcut នេះកម្មវិធីនេះបាទចូលកម្មវិធី shortcut មកបងចុចយកពាក្យ automation មកតមកយើងចុចយកពាក្យ the new automation ហ្នឹងមកតមកបងយើងជ្រើសរើសយក time of day បាទអញ្ចឹងកន្លែងនេះបងចុចយកពាក្យថានេះអង្គនេះបាទចុចយកអាហ្នឹងកតាគេហ្នឹងណាបាទបន្តមកបងបើសិនជាម៉ោងធម្មតាម៉ោងមិន10យប់2 10យប់បាទបើ2 10យប់វា AM បងប្អូនណាបើតែម៉ោងមិន10យប់គឺ10គឺ PM 11យប់ណាគាត់ដាក់11យប់ចេះបាទបើសិន12យប់គឺ AM 11យប់គឺ PM បងប្អូនតោះនេះបាទអញ្ចឹងបងប្អូនចង់ដាក់ម៉ោង12យប់បាទដាក់ AM តែបើថាម៉ោង11យប់គឺ PM អញ្ចឹងទៅសម្រាប់បែបហ្នឹងហើយបងប្អូនចុចពាក្យ next មកបាទចុចពាក្យនេះហើយបងប្អូនយើងយកពាក្យថា new blank animation ហ្នឹងមកតមកយើងចុច search បើសិនជាបងប្អូនប្រើប្រាស់ Wi-Fi search ថា Wi-Fi មកបងប្អូនណាបាទ search ថា Wi-Fi មក Wi-Fi នេះកន្លែងនេះបាទ set Wi-Fi ចុច set Wi-Fi ហ្នឹងមកបងប្អូនយើងយកពាក្យថា off បាទពាក្យថា off តែបើសិនជាបងប្អូនប្រើ 3G ដាក់ទាំងពីរហ្នឹងក៏បានដែរយើងប្រើ C យើងវាយពាក្យថា cellular មកយ៉ា cellular នេះបងប្អូននេះបាទ set cellular data មួយនេះណាបាទចុចចូលហ្នឹងមកអញ្ចឹងបងប្អូនជ្រើសយកពាក្យថា off ដូចគ្នាបាទ off ដូចគ្នាបន្តមកចុចដានមកបាទអញ្ចឹងនៅពេលដល់ម៉ោងកំណត់មួយហ្នឹងគឺវានឹងធ្វើការបិទបាទអ៊ីនធឺណិតឲ្យយើងអូតូនៅពេលយើងស្ដាប់ចម្រៀងគេយប់ពេលយប់អីចឹងទៅបាទហើយបើសិនជាចង់បិទវិញបងគ្រាន់ទាញមកឆ្វាច់ចេញមកហើយចុច delete ទៅគឺកម្មវិធីដែលយើងកំណត់មិញហ្នឹងគឺវាចប់លែងធ្វើឲ្យយើងពេលម៉ោង10ឬក៏2 10អីហ្នឹងវាបិទអូតូហើយដល់ពេលយើងចុច clear delete មិញអញ្ចឹងណាបាទអញ្ចឹងសម្រាប់ការស្ដាប់ចម្រៀងនៅលើកម្មវិធី YouTube បាទជំនួសឲ្យ YouTube បាទស្ដាប់ចម្រៀងលើ lock screen គឺមានតែប៉ុណ្្នឹងឯងអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយ